ថ្ងៃនេះគឺថាស្អាតស្អំបងប្អូននៅគ្មានជាប់រោងការរោងអីទេហើយក៏តនេបងប្អូនដល់ពេលតនេខ្ញុំមកនេះបបែកផ្កាធ្វើសួនបងប្អូនហើយផ្កាកន្លះខ្ញុំបបែកបានច្រើនបងប្អូននេះផ្កាកន្លះបងប្អូនវាស្អាតណាស់បងប្អូនវាពណ៌ស្រស់បងប្អូនពណ៌កន្លះខំចំហើយខ្ញុំបបែកបានច្រើនបងប្អូនហើយចង់និយាយថាអត់មានវីដេអូបងប្អូនហើយក៏បានទៅរត់ត្រីបានធ្វើអីព្រៃក៏បានទៅអញ្ចឹងយើងនៅផ្ទះយើងត្រូវតែបំបែកផ្ការៀបចំសួនឲ្យបានស្អាតអញ្ចឹងណាបងប្អូននេះសិតតែកូនផ្កាដែលខ្ញុំបំបែកបងប្អូននេះខ្ញុំបំបែកដើមផ្កាកលាប្រហមមិនបងប្អូនជាស្រ័យរៀងខ្លងតិចប៉ុន្តែនេះទៅបំបែកនេះចេញត្រួយបងប្អូននេះដល់ពេលទៅរួមមកចាំយើងយកដាក់ផើងធំអញ្ចឹងណាបងប្អូនហើយមើលពណ៌បងប្អូនហើយរៀងហឹងតិចបងប្អូនព្រោះតែខ្ញុំគាត់កាត់ដែកគាត់ធ្វើតូបឲ្យបងប្អូននេះអូនិយាយថាពណ៌គេនឹងស្រស់បងប្អូនចាហើយខ្ញុំកាត់ហ្នឹងគឺខ្ញុំកាត់ពីដើមនឹងឯងបងប្អូនយកទៅប្របែកអញ្ចឹងណាបងប្អូននេះហើយនេះគឺពេលដែលខ្ញុំកាត់ទៅវាភ្លុះមកអញ្ចឹងណាបងប្អូននេះពេលដែលយើងកាត់ទៅគឺវាភ្លុះព្រួយមកល្អមែនទែនហើយចុងកន្លែងដែលខ្ញុំកាត់នេះគឺខ្ញុំយកទៅប្របែកកូនផើងទីមិញហើយនេះបងប្អូននិយាយថាយើងនេះមកយើងកាត់ប្របែកទៅវាចេញត្រួយមកទៀតថៅឆ្លោះល្អបងប្អូននេះឃើញអត់នេះអូយឆ្លោះមែនទែននេះអូយនិយាយពីពណ៌វិញដល់កងបងប្អូនណាខ្ជុតស្រស់ហ្នឹងហើយខ្ញុំប្របែកផ្កាខ្ញុំរៀបចំកន្លែងគៀនកូនតូបនៅខាងមុខលក់អីវ៉ាន់ពួកអីចិត្តចូលឆ្នាំបងប្អូនខ្ញុំចង់លក់ដូងខ្ចីហើយលក់បុកលហុងលក់ញ៉ាំមីសួរញ៉ាំអីចឹងណាបងប្អូនហើយអាចមានម្ហូបកំងអីចឹងទៅបងប្អូនណាយើងចូលឆ្នាំជួបជុំគ្នាមានកន្លែងបងប្អូនអង្គុយលេងអីយើងស្រាប់ជាអីទៅមកពីមុខអីទៅពី3នាក់អីចឹងណាបងប្អូនចាហ្នឹងគឺគ្រាន់តែជាគម្រោងបងប្អូនតែបើយើងបើកដំបងប្រហែលជាអត់ទាន់បានសពមុខទាំងបងប្អូនអញ្ចឹងយើងត្រូវតែដំណើរការម្ដងតិចចឹងណាបងប្អូនប៉ុន្តែគម្រោងនេះខ្ញុំក្តីសម័យនឹងខ្ញុំនឹងធ្វើឲ្យវាចេញជាលទ្ធផលបងប្អូនចឹងបើបងប្អូនស្រឡាញ់ចូលចិត្តនាងខ្ញុំកុំភ្លេចណាបងប្អូនក្នុងខេត្តបៃលិនជួយគាំទ្រផងកូនតូបនាងខ្ញុំចិត្តរួចហើយបងប្អូនអ្នកឆ្លងកាត់តាមផ្លូវវាងក្រុងខេត្តបៃលិនអីអាចចូលសម្រាប់លេងអង្គុយលេងអីនឹងតូបនឹងបានចាហើយខ្ញុំនឹងដាក់កូនឆាត់ទៅទុកសម្រាប់បងប្អូនទីឆ្លងកាត់ចូលញ៉ាំដូងខ្ចីមួយផ្លែអង្គុយសម្រាប់លេងឲ្យតិចសាច់តិចចាំយើងទៅមុខទៀតចឹងណាបងប្អូនហើយបើសិនទៅពេលយប់ចង់លក្ខណៈជុំពួកម៉ាក់ឬក៏គ្រួសារអីមានកន្លែងឲ្យទៀតបងប្អូនចាចាំតែពេលដល់ខ្ញុំធ្វើហើយចាំខ្ញុំថតតែជូនបងប្អូនបានឃើញទាំងអស់គ្នាថាកន្លែងហ្នឹងបងប្អូនចង់មកអង្គុយលេងអត់ចឹងណាអរគុណច្រើនបងប្អូនកុំភ្លេចជួយគាំទ្រណាបងប្អូនណាអរគុណបាយ